ស្រីទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកលេងនៅសៀមរាបថ្ងៃចូលឆ្នាំចិនមកមួយគ្រួសារពីព្រឹកមកខ្ញុំបានថតទេឥឡូវខ្ញុំញ៉ាំបាយហើយនៅពួកអញ្ចឹងចាំទស្សនាវីដេអូបន្តទៀតឥឡូវខ្ញុំបានមកដល់កន្លែងដែលខ្ញុំត្រូវគេងនៅសន្តាគារដែលខ្ញុំគេងរដងវិសាក៏គាត់នៅនឹងដែរឥឡូវឡើងមកដល់ចូលក្នុងបន្ទប់គេស្អាតជាមួយតកែអ្នកផេលុយចានេះអ្នកចូលរួមចៃលុយអ្នកចូលរួមចៃលុយបន្ទប់ខ្ញុំគឺនៅខាងមាត់កាលនេះអាចរ៉ូមែនទិកបានណាខ្ញុំដេកនៅជ្រុងខាងនោះគឺស្អាតមែនតើឡើងមកដេកខាងនេះវិញពីពួកខ្ញុំសម្រាប់មួយទឹកមួយអីហើយខ្ញុំបានដូរអាវទេគេសិតតែធីមបិសាឆ្អឹងសសិតតែសទាំងអស់ខ្ញុំប្រហមដល់ឯងធីមកូនជ្រូកបងប្អូនទាំងអស់គ្នាធីមកូនជ្រូកមានថែមទៀតអញ្ចឹងហើយពួកខ្ញុំតែលេងប្រាសាទមុនគេគឺទៅប្រាសាទព្រះខ័នបន្ទាប់ពីចូលព្រះខ័នហើយជាប់គ្នានឹងអាចបញ្ចូលទៅនាគព័ន្ធកាន់ថតអយតែខ្ញុំអត់បានទៅខ្លងទ្វារខ្មោចទេឥឡូវធ្វើមកទៅខ្លងទ្វារខ្មោចផ្លូវរៀងប្រមាណបន្តិចដោយសារពួកខ្ញុំជិះឡានផ្លូវហ្នឹងរៀងពិបាកទេបើជិះម៉ូតូគឺរៀងស្រួលជាងហ្នឹងចេញទៅខ្លងទ្វារយើងបានមកដល់ខ្លងទ្វារខ្មោចនៅខាងក្រោយនេះគឺជាខ្លងទ្វារមួយដែលក្នុងចំណោមធ្វើខ្លងទ្វារទាំង5ខ្លងទ្វារហ្នឹងនៅពេលដែលមានសង្គ្រាមចូលមកមានអ្នកដែលស្លាប់គឺគេដឹកតាមទ្វារហ្នឹងឬក៏មានការស្លាប់នៅក្នុងក្រុងគេក៏ដឹកសពហ្នឹងតាមហ្នឹងដែរអញ្ចឹងគេឲ្យឈ្មោះថាខ្លងទ្វារខ្មោចថាឆ្នាំណាក៏រកនឹងមែនត្រូវគ្នាខ្ញុំមិនដឹងខ្ញុំថតរូបប៊ីចាអាគេទូចហ្នឹងស្នាប់ទេអូនខ្ញុំនឹងទៅយក memory នៅឯក្រុងវិញនៅក្នុងស្ថានភាពវិញទេសាខ្ញុំបានយក memory កាមេរ៉ាមកដាក់កាមេរ៉ាមកគឺដាក់តែ memory ស្គាល់មកមួយអត់យក memory នឹងមក memory មួយនៅផ្ទះហេតុយកមកដាក់តែ memory ស្គាល់មកហើយពួកខ្ញុំប្រើ Z6 អញ្ចឹង memory វាប្រើ XQD card វាមានតែ slot XQD card អញ្ចឹងវាអត់អាចដាក់ memory ធម្មតាបានអញ្ចឹងវាអាចទិញនៅខាងក្រៅបានហើយ memory ហ្នឹងវារៀងថ្លៃ XQD card ពីយើងទៅយក memory នៅក្នុងស្ថានភាពហើយយើងបកមកវិញឥឡូវយើងមកដល់ដីឆ្នាំងហើយយើងចិត្តទៅដល់ប្រាសាទព្រះខ័នហើយព្រោះនៅចិត្តហ្នឹងដែរថ្ងៃហ្នឹងគឺថាមកដល់ចំណតឡានព្រះខ័នហើយមនុស្សច្រើនខ្លាំងមែនតើហ្នឹងថ្ងៃចូលតាមចិនគឺមនុស្សច្រើន
ភាពស្អាតតែដើរចូលទៅរៀងឆ្ងាយបន្តិចទៅឡើយណាផ្អើលឡើយហ្នឹងជុំមកពួកនេះដល់ហើយច្រកហាវស្គាល់ថាមកឆាផឹកអស់ម្នាក់ម្កែឥឡូវអស់ហើយអស់មកឆានឹងមានអីមកឆាទេតបន្តិចបន្ទាប់ពីពួកខ្ញុំបានចូលលេងហើយមកដល់កន្លែងអបអរឡៃហើយក៏បញ្ចេញទៅមុខវិញទៅចូលប្រាសាទព្រះខ័នយើងនឹងមើលថ្ងៃលិចទៅប្រាសាទព្រះខ័នខ្ញុំបានចេញមកដល់ខាងក្រៅវិញនៅយកកន្លែងមកប្រះឡានវិញនឹងទៅនៀកពាន់មានពួកម៉ាក់ខ្ញុំគឺចាំនៅនៀកពាន់គេចាំទៅមុនហើយពេលពួកយើងបានមកដល់នៀកពាន់យើងចាំគ្នាចាំបានបងបាត់យកឡានទៅដាក់ហើយពីរនាក់នោះក៏កំពុងដើរមកហើយវីដេអូអញមានរឿងចង់និយាយប្រាប់ថតវីដេអូមែនលើកក្រោយកុំប្រភ្លើអញ្ចឹងអារឿង memory ប្រហែលដងហើយងើបចង់រួយតែជំនះមិញលេងហ្គេមឡើងដល់ម៉ោងប្រហែល2 10យើងថតថ្ងៃលេងនៅខាងការ៉ាល់ស្ពានហ្នឹងហើយពួកយើងបន្តមកចូលក្នុងបន្តិចហើយយើងចូលទៅបន្តិចទៅយើងដើរមកវិញមកមើលថ្ងៃលិចហ្នឹងថ្ងៃលិចអូបាក់បាត់ណាថ្ងៃលិចចូលបាក់សម្រាប់បាទហើយខាងនោះគឺផែចាស់របស់គេគឺមានផែបុរាណផែថ្មរបស់គេនៅខាងក្រោយយើងដើរចូលក្នុងទៅមានបន្ទាប់ពីពួកខ្ញុំបានចូលនៅក្នុងប្រាសាទហើយខ្ញុំដើរចេញទៅខាងក្រៅវិញដើម្បីទៅមើលថ្ងៃលិចនៅលើស្ពានវិញវាមានទេសភាពស្អាតជាងអញ្ចឹងពួកយើងដើរចេញទៅក្រៅវិញយើងដើរចេញពីខាងយើងដើរចូលពីខាងឆ្វេងយើងដើរចេញទៅវិញខាងស្ដាំដៃអញ្ចឹងគេមានផ្លូវចេញចូលអត់ឲ្យយើងដើរជ្រុះគ្នាថតរូបគ្រប់ឈុតគ្រប់ឆាកគឺមិនមែនរូបមួយមិនមែនជាការស្រួលថតទេបាទយើង behind the scene នៅភាពថតខាងនោះគឺមិនមែនងាយស្រួលទេបាទអញ្ចឹងឲ្យតម្លៃអ្នកផលិតរូបភាពផងតារូបស្អាតគេលួចទេបាទមិនអង្គុយចាំក៏ដេកចាំមើលថ្ងៃលិចអត់មានអង្គុយគឺដេកចម្រងដាក់ញ៉ាំមួយនេះអត់ពុកឃើញទុំរួយប៉ាជួយ
tăng ban em thấy pram pôn tinh áo mà người ta là nha là khả năng này tinh đạch vào đấy lụa Đát như này lụa tình đạch bày rồi ám miếng bằng lụa hề mấy lôi pôn nói tình lôi phun bờ tam mặt phiệp ở đây bằng bol tnia kia thế có bong luôn nàyแต่นี่คือปนอะตังเอาคือตังดัด bột đan phun ở đó thay bọt tiếtแต่ส่วนเนี่ยลวกตัวอันเมียนว่ะ ពីពោធិ៍មកមើលថ្ងៃលិចនៅសៀមរាបគួយចាំថតថ្ងៃលិចទៅពេលឥឡូវអស់ថ្ងៃលិចធ្វើរកកំផែលគិតមិនឡើងគិតថាធ្វើចឹងស្ទៀវមែនឥឡូវពួកយើងចាញ់ទៅខាងក្រៅវិញហើយត្រកន្លែងញ៉ាំអីសិនឃ្លានកំងឃ្លានហើយបានមកញ៉ាំអីមកញ៉ាំមីនៅមុខថាគេស្ទះគេពេញ ញ៉ាំស៊ុបអត់ទៅទៀតត្រួសមកសុំញ៉ាំតិចទៅសាច់គឺលោកទៅមកផឹកមកកន្លែងផឹកស្រាផឹកទឹកក្រូចច្បាច់ được rồi vậy ទុកវាល្អ xong rồi là អត់កែនេះក៏ អូខេឥឡូវព្រឹកនេះខ្ញុំមកញ៉ាំអាហារនៅកន្លែងខ្ញុំមកធ្លាប់មករត់អត់ទៅទៀតស្អាតកន្លែង nhấm phong គឺទៀវខ្ញុំបាយបងគាត់បាយដែរ nhấm phong còn ពីពួកខ្ញុំបានញ៉ាំហើយឥឡូវយើងចេញទៅខាងកវត្តនឹងធ្វើមកទៅកវត្តបន្តទៀតខ្សែឆ្អឹងសធីមអត់ហើយ 128G ពេជ្រនេះ ពេញហ្នឹងហើយ បានមកដល់អង្គរហើយខាងក្នុងកំពុងរកគាត់ខំទៅនេះទាំងក្រៅទៅហើយខ្ញុំកំពុងដើរមើលលេងសិន sai bó sai thì vui cho mình tích bông lại cho phu càng trời còn là thật cá bóng thật cá gì chỉ bóng thật cá bóng nâng nâng cây của bóng sai sai bị tiết ដេកនៅឡើយហ្នឹងវាស្អាតមែនទែននេះគាត់ pre-wedding ម៉ូយម្លឹក2000កើបដល់ខំពេកក្នុងនេះនិយាយដើមគេអូលេងគាត់នឹងអង្គុយពុកមួយផ្លែតនិយាយដើមគេជិត20រឿង ខ្លះជីវិតយើងទៅតែអានោះបាញ់លុយពីរដង តែឥឡូវពួកខ្ញុំចេញទៅខាងក្រៅបាយទៅស្រះសង់ដើម្បីទៅរកបាយញ៉ាំដល់ណាទីគេមើលបន្តទៀតមិនដឹងថាចូលស្រះសង់រួចអត់ពងហ្នឹងជិះខ្ញុំមែនមែនតើ giết cái này các bạn mình phải nhé bà dương nhăn không mới nhớ មកញ៉ាំបាយនៅប្រដាប់កន្លែងខ្ញុំមកធ្លាប់មកញ៉ាំមួយអាំងមួយឆ្ងាញ់ឥឡូវគេសុំពេលញ៉ាំសិនឥឡូវពួកខ្ញុំបន្ទាប់ពីញ៉ាំអាហារហើយមកក្រកន្លែងសម្រាប់តិចមកញ៉ាំដួងលេងហើយបងអត់ចង់ឡើងនៅខាងក្រោយលេងគេងសម្រាប់យកកម្លាំងយើងអត់ទៅស្ថានភាពនេះវាឆ្ងាយក្រុងដែរកុំឲ្យខាតពេលយើងអង្គុយញ៉ាំលេងទៅនឹងឡើងពីខាងក្រោមទៅយើងឡើងទៅមានគេហៅថាវាលស្រែកំឡុងមានរូបគេនឹងដាក់ផ្លាកឲ្យយើងមើលដែរនេះគេហៅថាវាលស្រែកំឡុងតែនៅខាងលើនោះរូបសំណាកនៅខាងលើនេះជាកន្លែងដាក់អ្នកខ្លះគេហៅជាផ្លូវឋានរូបឋានសួគ៌ពីចឹងគេហៅផ្លូវឋានរូបឋានសួគ៌
មិនដឹងគេហៅផ្លូវអីទេប៉ុន្តែធ្លាប់ឃើញគេហៅអញ្ចឹងដែរគឺមានផ្លូវកាច់កង់ចុះឡើងរហូតដល់មានកន្លែងដើរឡើងខាងលើចុះថ្មស្នាមខាងលើថ្មបៃក្រៀមនេះថ្មគេបន្ទប់នោះគឺពេលស្នាមបាត់អស់ខ្លះគឺរូបស្ដេចនេះក្បាលជាក្បាល7មានរូបអប្សរាមានអសរៈមានយក្សមានទេវតាក្នុងនេះតែជាចម្លាក់យើងអត់ដឹងថាឆ្លាក់ដែរតែមើលទៅស្នាមឆ្លាក់នេះគឺអត់ទាន់ហើយទេគឺនៅឆ្លាក់ដាប់អត់ទាន់បានខាត់អាឡងមកជួនគឺអត់ទាន់ខាត់អាឡងទេគឺនៅស្នាមខ្លះឡើយចម្លាក់អត់ទាន់រួចរាល់មើលទៅកន្លែងទីគឺអត់ទាន់រួចរាល់ទេនេះរូបសំណាកព្រះកំឡុងគេឲ្យឈ្មោះអញ្ចឹងអ្នកខ្លះគេឲ្យឈ្មោះគេហៅឈ្មោះផ្សេងទៀតបុនខ្មែរម្នាក់នេះអត់ចេះអានសំស្ក្រឹតទេតស៊ូអាប៊ីបានវាចេះអានដើរឆ្ងាយសែនឆ្ងាយមកទំហឹងឬចាស់ហើយឥឡូវពួកយើងចេញទៅអង្គរធំទៅក្រាស់អង្គរធំហើយពួកយើងទៅស្ថានភាពវិញថាហត់ហើយ2ថ្ងៃហើយទៅសម្រាប់អំផ្លែតល្ងាចយើងទៅភ្នំក្រោមថតទៅទីវីដេអូទៅមកយកទៅទីម៉ែមែនឥឡូវយើងមកដល់ភ្នំក្រោមហើយយើងឡើងមកលើភ្នំក្រោមយើងមកដល់ភ្នំហើយមកនៅមកមើលភ្នំក្រោមមើលថ្ងៃលិចនៅភ្នំក្រោមនេះទេសភាពស្អាតហ្មងកំពុងលិចហើយទីថ្ងៃលិចចូលពពកគឺអំបិលហើយតទៅពីពួកយើងមើលថ្ងៃលិចហើយឥឡូវអស់ថ្ងៃហើយពួកយើងឡើងទៅវិញហើយយើងចុះទៅវិញអញ្ចឹងពួកយើងធ្វើដំណើរទៅខ្ញុំមិនដឹងថាទៅតាមទៀតទេតែយើងទៅរកញ៉ាំអីពួកយើងអត់បានញ៉ាំអីយើងគ្រាន់តែអង្គុយមើលលេងញ៉ាំទឹកនេះពួកខ្ញុំចាប់មកពីចូលសន្តាគារហើយគឺខ្ញុំចូលមកห้อง public บอกซิงเหรอ
ពេលព្រឹកអស់គ្នាហើយឥឡូវមកញ៉ាំបាយញ៉ាំកន្លែងដែរពេលព្រឹកឡើងហើយអូខេសូមបិទវីដេអូត្រឹមនេះហើយពួកខ្ញុំអត់មានអីនិយាយដែរអស់ហើយឥឡូវប្រជុំគ្នាបែកគ្នាហើយខ្ញុំទៅពេញវិញហើយខាងនោះក៏ខ្ញុំទៅផ្ទះវិញអរគុណរកកំហុសខុសឆ្គងក្នុងវីដេអូនេះខ្ញុំក៏សូមខន្តីអភ័យទោសទាំងអស់គ្នាអូខេជម្រាបលាបាយ